វាសួរបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំពីម៉ាស៊ីនលាងបន្លែដែលមាន3មុខងារនៅលើនេះបងប្អូនឃើញ temperature គឺកម្ដៅមានន័យថាយើងអាចប្រើកម្ដៅទឹកលាងឬក៏យើងប្រើ ozone ណាហើយអានេះគឺយើងប្រើល្បឿនទឹកមានន័យថាពេលដែលយើងបើកកុងតាក់នេះទៅបងប្អូនឃើញល្បឿនទឹកអញ្ចឹងល្បឿនទឹកវានឹងវាយបន្លែយើងឲ្យធ្លាក់តិចធ្លាក់អីចឹងណាអញ្ចឹងពេលដែលបងប្អូនប្រើបងប្អូនអាចចង់ប្រើទាំង3មុខងារក៏បានឬក៏ប្រើតែ ozone ជាមួយនឹងល្បឿនទឹកក៏បានដែរហើយសម្រាប់ប្រភេទនេះគឺយើងលាងប្រភេទពួកបន្លែស្លឹកបងប្អូនអាចលាងជាមួយពួកនឹងបានពេលដែលវាវាយទៅគឺវាធ្លាក់កតិចចេញពីស្រទាប់ខាងក្នុងរបស់បន្លែព្រោះបើយើងលាងដៃគឺយើងត្រូវបន្លាត់មួយចឹងណាប៉ុន្តែពេលម៉ាស៊ីនគឺវាវាយដោយល្បឿនទឹកអញ្ចឹងពេលដែលបងប្អូនលាងបងប្អូនអាចដាក់ពេញមកហ្នឹងទៅហើយពេលទៅហើយយើងបើកណាអញ្ចឹងសម្រាប់បងប្អូនដែលធ្វើសិប្បកម្មផលិតម្សៅស៊ុបផលិតអីយើងត្រូវការម៉ាស៊ីនជំនួយក្នុងការលាងចឹងបងប្អូនឃើញវាវាយខ្លាំងវាធ្លាក់អាតិចទីចេញមកអញ្ចឹងយើងលាងម្ដងប្រើពេលប្រហែលជា10នាទីទៅដើម្បីវាជ្រះស្អាតល្អណានេះដោយសារទឹកវាឡើងអត់ដល់លើអញ្ចឹងយើងមើលទៅទឹករៀងលាស់ណាអញ្ចឹងបើសិនជាបងប្អូននេះបងប្អូនអាចជួយបវលបន្លែណានេះដោយសារបន្លែយើងវាមានតិចហើយបន្លែហ្នឹងអ្នកលក់គេលាងឲ្យម្ដងហើយអញ្ចឹងយើងមើលអត់សូវដឹងថាវាកខ្វក់ប៉ុណ្ណាទេតែបើសិនជាបន្លែបងប្អូនបោះបេះពីរោងពីអីមកណាយើងលាងទៅឃើញស្អាតច្រើនណាអញ្ចឹងបងប្អូនដែលគាត់លក់បន្លែគាត់អាចបេះឲ្យគាត់លាងមកទឹកឲ្យយកមកលក់ទីផ្សារឬក៏បងប្អូនដែលទិញបន្លែយកមកធ្វើជាម្សៅស៊ុបបន្លែអីហ្នឹងយើងអាចប្រើម៉ាស៊ីននេះលាងជំនួយជួយបងប្អូនបានច្រើនណាចឹងឥឡូវយើងមើលនៅលើក្រមវាទូចបើបងប្អូនមើលអត់ឃើញណាវាវាយចេញពីបន្លែណាហើយពេលដែលបងប្អូនលាងហើយឧទាហរណ៍បងប្អូនចង់ឈប់លាងវាមានកន្លែងបញ្ចេញទឹកណាអានេះគឺវាបញ្ចេញទឹកពីក្នុងធុងទៅវិញណាចឹងងាយស្រួលទេហើយកន្លែងនេះគឺទឹកចូលចឹងពេលបងប្អូនឈប់លាងយើងបញ្ចេញទឹកចោលឬក៏យើងលាងច្រើនទៅក៏ខិចខ្លាំងយើងបញ្ចេញទឹកចោលហើយបន្ទាប់មកយើងបើកទឹកឲ្យបញ្ចូលវិញចូលក្នុងនេះវិញណាចឹងពេលបងប្អូនលាងបន្លែច្រើនជាងហ្នឹងបងប្អូននឹងឃើញកតិកទីហ្នឹងច្រើនជាងហ្នឹងណាតែក្នុងវីដេអូដឹងបងប្អូនឃើញហើយព្រោះដោយសារវាទូចដែរណាតែជួយបានច្រើនណាបងប្អូនអញ្ចឹងបងប្អូនដែលមានតម្រូវការក្នុងការប្រើប្រាស់ម៉ាស៊ីនលាងបន្លែបងប្អូនអាចឆែកមើលអានេះខ្នាតតូចទេអានេះខ្នាត1.2 ម៉ែត្រអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងពេកដើម្បីព័ត៌មានថែមបានសូមអរគុណ